នេះគឺជាអនុស្សាវរីយ៍ដំណើរកំសាន្តរយៈពេលមួយយប់ពីរថ្ងៃនៅលើទឹកដីអូសោមដែលដឹកនាំដោយលោកអាដាមលៀងពេជ្រហើយរួមទៅដំណើរកំសាន្តនេះផងដែរគឺបើនិយាយទៅសប្បាយក៏សប្បាយជូរចត់ក៏ជូរចត់និយាយរួមទៅពុកម៉ែបងប្អូនហើយនេះខ្ញុំចុះមកគឺតែឯងតែម្ដងតាមផ្លូវនេះគឺយើងនៅសារតែយើងចុះមកវិញផ្លូវយើងមកក្រោយគេអាឡ័យតែគួយកូនទេសភាពនៅកន្លែងស្ពានខ្ពស់ណាស្ពានឆ្លងឆ្ពោះពីទឹកដីអូសោមឆ្ពោះទៅកោះកុងណាបងប្អូនហើយវីដេអូនេះបងគាត់បានចុះមកមុនហើយគាត់ក៏បានបោះចូលគោរពទៅក៏ខ្ញុំយកវីដេអូមកយកមកចម្បាច់បញ្ចូលគ្នាអញ្ចឹងណាបងប្អូនហើយយល់ទៅកន្លែងទឹកធ្លាក់នេះគេទៅតែត្រួសត្រាយផ្លូវចុះទេអញ្ចឹងណាមើលតែប្រកាន់ដៃគឺប្រកាន់ដៃឫស្សីទេអញ្ចឹងណាហើយដីគឺទៅតែកាប់ថ្មីទេបងប្អូនហើយមិនសូវជាមានបងប្អូនយើងស្គាល់ប្រហែលទេហើយស្អាតមែនតើកន្លែងទឹកធ្លាក់នេះបងប្អូនអើយខ្ញុំស្ដាយមែនតើអត់បានចុះមកហើយខ្ញុំនឹងសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងមកបោះតង់សម្រាកនៅទីនឹងឲ្យបានមួយយប់អ្វីដែលខ្ញុំប៉ងគឺខ្ញុំត្រូវតែធ្វើឲ្យបានបងប្អូនហើយបើយើងពីកន្លែងលេងទឹកគឺរាក់ល្មមលេងតែម្ដងអត់មានហូរមានអីទេបងប្អូនយល់ទៅទឹកនឹងតែម្ដងព្រោះវាជាលក្ខណៈអូណាជាលក្ខណៈអូហើយអត់មានបើថាអត់មានជំរាលទឹកហូរខ្លាំងអីទេគឺវាទឹកនឹងតែម្ដងរាក់មកល្មមលេងហើយនោះសកម្មភាពបងខាងជាការពារគាត់បកាត់ភ្លើងបកាត់អីដើម្បីអាំងត្រីអាំងអីចឹងណាបងប្អូនហើយនេះកន្លែងទឹកធ្លាក់នេះកន្លែងស្អាតណាស់បងប្អូនបើសិនតែយើងយកប្លង់ថតទៅស្អាតមែនតើយរួមទៅហើយយរួមទៅងូចអត់មានគ្រោះថ្នាក់អីបងប្អូនយរួមទៅហើយខ្ញុំគ្រាន់តែឃើញវីដេអូបងគាត់បោះចូលគោរពយរួមទៅក្តីសុខជំនួសគាត់ណាបងប្អូនហើយនោះសកម្មភាពបងកម្ពុជាការពារគាត់កាប់អីដើម្បីបកាត់ភ្លើងអាំងអីចឹងណាប៉ុន្តែចូលរួមការសោកស្ដាយផងចៃដនមិនភ្លីថ្ងៃហ្នឹងពុកម៉ែបងប្អូនហើយខ្ញុំសួរគេនៅចិត្តហ្នឹងណាថាអត់ដែរភ្លៀងទេតែឡាពេលថ្ងៃដែលខាងក្រុមការងារសម្រាប់ចុះមកលេងណាកន្លែងទឹកធ្លាក់ហ្នឹងណាស្រាប់តែមេឃភ្លៀងហើយបុននិយាយពីផ្ទះវិញកាចសាហាវពុកម៉ែបងប្អូនហើយបាញ់តាមមកកាដប់នឹងបើនិយាយពីក្របផ្ទះលែងរាប់ហើយបងប្អូនហើយកន្លែងហ្នឹងហើយគឺជាកន្លែងអនុស្សាវរីយ៍មួយដែលចងចាំមិនអាចភ្លេចបានណាបងក្រុមការងារសាលាដែលចងចាំមិនអាចបំភ្លេចបានតែម្ដងមានខ្លះទៅដើរលមូលកពើលមូលអីព្រោះគាត់អត់ដែរធ្លាប់ដើរចុះឡើងភ្នំអញ្ចឹងណាបងប្អូនហើយនេះទស្សនវិជ្ជានៅពេលយប់ដែលយើងចេញពីកន្លែងទឹកធ្លាក់នៅចិត្តស្ពានខ្ពស់ឆ្ពោះពីអូសោមទៅកោះកុងហើយក៏បានចាក់បាត់រំលេងសប្បាយកំសាន្តមានកម្មវិធីទីទួអញ្ចឹងណាបងប្អូនហើយបើនិយាយទៅបងប្អូនហើយបងប្អូនខ្លះឃើញនៃការរំសប្បាយអញ្ចឹងប្រទេសជាតិយើងចែងចោះកុំឲ្យថតកុំឲ្យអីឬក៏កុំឲ្យរំសប្បាយយរួមទៅយើងជីវរដ្ឋជាប្រជាពលរដ្ឋសាមញ្ញយើងមិនអាចធ្វើអ្វីបានទេទុកឲ្យថ្នាក់ដឹកនាំគាត់ដោះស្រាយព្រោះយើងជាប្រជាពលរដ្ឋយើងមិនអាចធ្វើអ្វីបានតែម្ដងជាពលរដ្ឋបានត្រឹមតែស្រឡាញ់រាប់អានខ្មែរស្រឡាញ់ខ្មែរតែប៉ុណ្្នឹងយើងមានអ្វីបានថាយើងជួយគ្នាទៅវិញទៅមកពេលគ្រាជួបទុក្ខលំបាកមានតែប៉ុណ្្នឹងបងប្អូនហើយនេះទស្សនវិជ្ជានៅពេលព្រឹកយើងត្រឡប់មកស្ពានខ្ពស់វិញដោយសារតែម្សិលមិញហ្នឹងយើងមកដល់រៀងរសៀលបញ្ញាប់ចុះទៅកន្លែងទឹកធ្លាក់បានថត selfie ថតអីលេងអញ្ចឹងណាបងប្អូនហើយបងអាដាមគាត់ដើរទស្សនកិច្ចនៅខាងលើព្រមទាំងលោកគ្រូអ្នកគ្រូរីឯខ្ញុំម្នេះចុះមកតាឯងពុកម៉ែបងប្អូនហើយនិយាយរួមទៅត្រឡប់អាចដើរតាឯងនេះនិយាយរួមទៅខុសគេខុសឯងតែម្ដងពុកម៉ែបងប្អូនខុសគេខុសឯងតែម្ដងគេដើរនៅលើនោះគេទស្សនកិច្ចនោះថត selfie នៅលើរីឯខ្ញុំម្នេះចុះមកតាឯងហ្នឹងហើយចុះមកពុកម៉ែបងប្អូនហើយឡើងទៅវិញរាប់ម៉ោងនិយាយរួមទៅត្រឡប់យើងចុះមកដល់ចូលក្នុង10នាទីជាង20នាទីដែរហ្នឹងណាហើយត្រឡប់យើងឡើងទៅលើវិញទៀតហើយឡានគេនៅចាំអ្នកនៅក្នុងឡានដឹងខឹងយ៉ាងណាទេពុកម៉ែបងប្អូនហើយឡានគេចេញទៅអស់លីង2-3ឡានពុកម៉ែបងប្អូនហើយឡានគេទៅអស់លីងនៅសល់តែមួយឡាននៅចាំខ្ញុំហ្នឹងហើយនិយាយរួមទៅអ្នកនៅក្នុងឡាននឹងខំថ្មិញប៉ុណ្ណាទេពុកម៉ែបងប្អូនហើយនិយាយរួមទៅហើយខ្ញុំជួតែជីវិតតែត្រឡប់ដើរម្នាក់ឯងអញ្ចឹងដើរជុំមួយគេមិនចុះតែម្ដងដើរគ្នាច្រើនអត់ចុះតែម្ដងទៅតែឯងអញ្ចឹងឃើញទេបងប្អូនតែឯងអញ្ចឹងចុះមកក្រោមស្ពានខ្ពស់មិនមែនទាប៉ុណ្ណាបងប្អូនឥឡូវនេះយើងបានមកដល់ផ្ទះមីហើយលោកគ្រូក៏គាត់បាន
សុំថតទុកជាអនុស្សាវរីយ៍ថតជាវីដេអូរូបស្លឹកជាអនុស្សាវរីយ៍នៅផ្ទះមេអញ្ចឹងណាហើយនេះទស្សនវិជ្ជាយើងបានជីទូកជីទូកលេងកំសាន្តមើលមរគាដើម្បីស្រស់ស្រាយអារម្មណ៍អញ្ចឹងណាហើយទស្សនវិជ្ជាយល់នឹងស្រស់ស្អាតណាស់ពុកម៉ែបងប្អូនយល់ទៅខ្យល់មកល្វើយបឹងអូសោមអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះទូក៏បងលោកគ្រូអ្នកគ្រូគាត់ជីមកមើលដើមកោងកាងណាពុកម៉ែបងប្អូនស្អាតមែនតើដើមកោងកាងមើលយល់ទៅដូចរបៀបដើមនេះណាគេហៅថាដើមទីស្មាក់ណាពុកម៉ែបងប្អូនស្អាតមែនតើហើយកន្លែងមកមើលបងលោកគ្រូមើលគាត់អង្គុយថតណាគាត់អង្គុយថតក្រុមការងារគាត់ណាអូយល់ទឹកមុខញញឹមមែនតើមើលញញឹមស្រស់ស្រាយសប្បាយចិត្តយល់ទៅញញឹមនេះញញឹមមិនញញឹមអីទេណាសប្បាយអីទេណាពុកម៉ែបងប្អូនញញឹមដើម្បីបំបត្តិទុក្ខយល់ទៅគាត់កំពុងតែភ័យខ្លាចលេខទូកយល់ទៅគាត់តិចមួយថ្ងៃថាអូបើសិនជាលេខទូកអញនឹងទៅណាទៅណីយោធំម្លឹងអើយពុកម៉ែបងប្អូនហើយវីដេអូនេះវីដេអូអនុស្សាវរីយ៍ដំណើរកំសាន្តរយៈពេល1យប់2ថ្ងៃនៅលើទឹកដីអូសោមដែលដឹកនាំដោយលោកអាដាមលឿងពេជ្រក៏បានដល់ឈានចូលមកដល់ទីបញ្ចប់ហើយបងប្អូនហើយយល់ទៅកម្រអនុស្សាវរីយ៍វីដេអូមួយដល់ជូចត់សបាយក៏សបាយជូចត់ក៏ជូចត់នេះកន្លែងដែលជូចត់បងប្អូនកន្លែងដែលជូចត់ចុះទៅសបាយតែឡើងមកវិញពុកម៉ែបងប្អូនដែលលោកគ្រូអ្នកគ្រូដែលបានទៅលេងកុំភ្លេចខមមិននៅក្នុងវីដេអូនេះម្នាក់មួយផងតែកន្លែងនេះហើយគឺជាអនុស្សាវរីយ៍ដែលចងចាំមិនអាចបំភ្លេចបាន